សួស្តីមិត្តភ័ក្តិទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះខ្ញុំសូមណែនាំពីវិធីសាស្ត្រក្នុងការសរសេរអក្សរខ្មែរមិនឲ្យខុសនៅលើទូរស័ព្ទ Android ដោយប្រើប្រាស់ Multilink Keyboard ដំបូងយើងចូលទៅកាន់ Play Store ដើម្បី download យក Multilink Keyboardបន្ទាប់ពី install Multilink Keyboard រួចហើយយើងបើក Multilink Keyboard នៅចំណុចលេខ1 enable Multilink យើងចូល enable ចំណុចលេខ4 enable language យើងចូលទៅរកទៅបើកភាសាខ្មែរចំណុចលេខ3 download plugin ត្រង់ចំណុច dictionary plugin យើងឃើញមានពាក្យ English បើសិនយើងចុចចូលក្នុង English យើង download យក dictionary English ប៉ុន្តែឥឡូវនេះយើងចង់ download យក dictionary ខ្មែរអញ្ចឹងយើងចូល other language ចូលទៅ SRC ចូលទៅភាសាខ្មែរចំណុចលេខ1 Google Play Store យើង install ខ្មែរ Keyboard pluginបន្ទាប់ពី install ខ្មែរ Keyboard plugin រួចហើយយើងចូលទៅបើកនៅក្នុង Multilink Keyboard វិញត្រង់ចំណុចតេស្តយើងចង់សរសេរពាក្យឧទាហរណ៍បេតិកភណ្ឌបស្រៈអេនិងតយើងគ្រាន់តែសរសេរ3អក្សរយើងឃើញមានពាក្យបេតិកភណ្ឌលោតមកនៅត្រង់ចំណុចខាងលើនេះដូច្នេះយើងគ្រាន់តែចុចលើពាក្យបេតិកភណ្ឌដូច្នេះយើងទទួលបានពាក្យបេតិកភណ្ឌយ៉ាងរហ័សហើយមិនខុសទៀតផងសូមបងប្អូនទាំងអស់គ្នាជួយ share វីដេអូឃ្លីបនេះដើម្បីលើកស្ទួយអក្សរសាស្ត្រខ្មែរខ្ញុំបាទសុខឿនសូមអរគុណ